សៀលថ្ងៃទី10ខែមីនាឆ្នាំ2014សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលមានទីស្នាក់ការស្ថិតក្នុងវត្តសាមគ្គីរាំងសីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំក្រុមព្រះអធិបតីភាពប្រដេជគុណកាន់ស្ថានរិទ្ធជាព្រះប្រធានអង្គប្រជុំដែលមានសមាជិកគណៈកម្មការនយោបាយនិងសមាជិកសកម្មប្រមាណជាង30ព្រះអង្គនិងរូបចូលរួមបានពិភាក្សាអំពីការធ្វើរបាយការណ៍សកម្មភាពការរៀបចំសមាភិបមួយចំនួននិងការលើកផែនការប្រចាំខែចំពោះរបៀបវារៈទី1ប្រដេជគុណសៀងសវណ្ណារាអនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមបានធ្វើសេចក្តីរាយការណ៍ថាសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពជាមួយសង្គមដូចជាការចូលរួមជាមួយអង្គការសមាគមខ្មែរកម្ពុជាក្រោមធ្វើអន្តរកម្មទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន2ព្រះអង្គនិងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនអ្នកផ្សេងទៀតនៅកម្ពុជាក្រោមការធ្វើកិច្ចការសង្គមកិច្ចជាមួយព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរនៅខេត្តតាកែវនិងនៅតំបន់ផ្សេងទៀតព្រមទាំងសម្រួលឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមមានកន្លែងគង់នៅសមរម្យបន្ទាប់ពីភៀសខ្លួនមកពីកម្ពុជាក្រោមដោយកិច្ចពីការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាមការចម្បុកច្បល់ប្រទេសជាតិរបស់យើងនេះមានការអាចទៅជួយច្រើនជាងទៅយើងមានអនុវត្តរយៈនៅតាមជុំប្រចាំខែទេប៉ុន្តែការចលនារបស់សមាគមសង្ឃគឺតែមានជារៀងរហូតអត់ដែលខានទេដោយជាកន្លងហើយជាងតែរឿងករណីដែលអាជ្ញាធរវៀតណាមបានចាប់ប្រសង់យើងនៅឯកម្ពុជាក្រោមតែវត្តសេកដែលពីចងហើយត្រង់អីនេះគឺសមាគមសង្ឃយើងអន្តរាគមន៍ទាំងអស់របាយការណ៍ហើយសហការជាមួយនឹងអង្គការសមាគមខ្មែរកម្ពុជាក្រោមយើងទាំង12ក្នុងរបៀបវិរៈនេះអគ្គហេរញ្ញិកនៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រដេជគុណតេជហៈសំអាងបានធ្វើសេចក្តីរាយការណ៍ថាសមាគមព្រះសង្ឃគ្មានម្ចាស់ជំនួយថវិកាទេថវិកាដែលបានមកតែពីសប្បុរសជនតាមសទ្ធាជ្រះថ្លានិងសមាជិកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះបច្ចុប្បន្នសមាគមព្រះសង្ឃគ្មាននៅសេសសល់ថវិកាអ្វីឡើយព្រោះប្រភពចំណូលគ្មានច្បាស់លាស់តែសកម្មភាពមនុស្សធម៌មានច្រើនតាមពិតសមាគមសង្ឃយើងពីថៅការសមាគមសង្ឃគឺយើងថាមានទីថៅការសមាគមសង្ឃបើនិយាយរួមថាសត្វថៅការបានមកពីប្រទុកណាខ្លះហើយយោងទៅតាមលក្ខណៈនៃសង្ឃគឺនៅក្នុងចម្ពោះទី7នៃសមាគមសង្ឃនិយាយថាបច្ច័យដែលយើងបានមកគឺបានមកតាមរយៈសប្បុរសជនក្នុងនិងក្រៅប្រទេសហើយបានមកពីការប្រមូលថវិកាពីសមាជិកភាពរបស់ខ្លួនឆ្លើយតបទៅនឹងការរៀបចំសមាជិកភាពគណៈកម្មការនយោបាយអង្គប្រជុំបានឯកភាពតាមការស្នើសុំរបស់លោកថៃឡែនដែលជាអគ្គលេខាធិការរងសុំលាលែងពីតំណែងដោយលោកត្រូវទៅកាន់តួនាទីជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមអង្គប្រជុំក៏បានសម្រេចជ្រើសតាំងប្រដេជគុណឡាយឡាតឲ្យធ្វើជាអគ្គលេខាធិការរងជំនួសវិញមានថេរដីកានៅបន្ទាប់កិច្ចបញ្ចប់អង្គប្រជុំប្រដេជគុណឡាយឡាតសម្ដែងការពេញចិត្តចំពោះការទទួលបាននូវតំណែងជាអគ្គលេខាធិការរងនៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះព្រះអង្គបានមានថេរដីកាថាព្រះអង្គនឹងខិតខំឲ្យអស់ពីសមត្ថភាពបំពេញកិច្ចការងារឲ្យបានល្អតាំងការពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងសមាគមឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្តផែនការសកម្មភាពរបស់សមាគមហើយជួយពុបហេតុដើម្បីជាតិមាតុភូមិជាពិសេសគឺប្រសង់ហើយនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលមានទុក្ខលំបាកវេទនាដោយការគ្រាបសង្កត់ពីអាជ្ញាធរវៀតណាមជាពិសេសគឺលោកដែលប្រសង់ក្តីពុទ្ធបរិស័ទក្តីដែលភៀសខ្លួនពីប្រទេសកម្ពុជាក្រោមមករស់នៅលើប្រទេសខ្មែរមុនបញ្ចប់កិច្ចប្រជុំប្រដេជគុណសៀងសវណ្ណារា
បានលើកផែនការសម្រាប់ខេត្តមីនានេះថានឹងចាត់សកម្មជនចុះសិក្សាពីស្ថានភាពពលរដ្ឋនិងប្រសង់ខ្មែរក្រមនៅគ្រប់មូលដ្ឋានថែមទៀតសូមជម្រាបជូនថាសមាគមប្រសង់ខ្មែរកម្ពុជាក្រមបានបង្កើតឡើងនៅឆ្នាំ1993ដោយស្នាដៃប្រហោះរបស់ព្រះមហាយឿងស៊ិនអតីតប្រជាអធិការវត្តសាមគ្គីរាំងសីនិងជាអតីតប្រធានសមាគមប្រសង់ខ្មែរកម្ពុជាក្រមបច្ចុប្បន្នសមាគមប្រសង់ខ្មែរកម្ពុជាក្រមមានស្នងការចំនួន4គឺ 1. ស្នងការសង្គមកិច្ច 2. ស្នងការសង្ឃកិច្ច 3. ស្នងការធម៌វិន័យនិង 4. ស្នងការពុទ្ធិកសិក្សា